សូមគោរពជំរាបសួរបងប្អូនអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធទាំងអស់ជាទីគោរពនិងជាទីស្នេហាចាវគ្គបណ្ដុះបណ្ដាលនេះខ្ញុំគិតថាវាជាវគ្គបណ្ដុះបណ្ដាលមួយដែលមានសារៈសំខាន់សម្រាប់បងប្អូនអ្នកសេដ្ឋកិច្ចខេត្តប្រព័ន្ធដូចគ្នាតែវគ្គបណ្ដុះបណ្ដាលនេះខ្ញុំបានរៀបចំឡើងសម្រាប់បងប្អូនដែលជាអ្នកសម្របសម្រួលនិងជាអ្នកជំនួយការនៅក្នុងគម្រោងកម្មវិធីមិត្តជួយមិត្តដើម្បីកម្ពុជានៃអង្គការ Face to Face នៅខេត្តពោធិ៍សាត់ចាប៉ុន្តែមេតិការទាំងមេតិការមួយនេះវាជាមេតិការមួយដែលមានសារៈសំខាន់ដូចគ្នាជាមួយនឹងសេដ្ឋកិច្ចខេត្តប្រព័ន្ធដែលនៅក្នុងនោះយើងបានលើកឡើងតាក់ទងជាមួយនឹងយុទ្ធសាស្ត្រទីផ្សារហើយដែលនៅក្នុងយុទ្ធសាស្ត្រទីផ្សារគឺយើងបានបដោតទៅលើទីនិយមនៃទីផ្សារតែជាអ្វីប្រភេទនៃទីផ្សារតែមានអ្វីខ្លះហើយនៅក្នុងនោះដែរយើងនិយាយអំពីលក្ខណៈសំខាន់នៃទីផ្សារហើយអ្វីដែលសំខាន់ទីទៀតគឺយើងបានជ្រើសរើសយកយុទ្ធសាស្ត្រទីផ្សារមួយក្នុងចំណោមយុទ្ធសាស្ត្រទីផ្សារទីច្រើនសម្រាប់អ្នកសេដ្ឋកិច្ចខេត្តប្រព័ន្ធដែរគឺ5P ណាតែហើយ 5P នៅក្នុងមាតិកាហ្នឹងគឺយើងបានលម្អិតនីមួយថាតើ P1 គេនិយាយពីអី P1 គេនិយាយពីអីរហូតទៅដល់P ទាំង5តែម្ដងហើយនៅក្នុងចុងបញ្ចប់នៃនេះគឺយើងបានបន្ថែមទៅនៅ P 7P និង 9P ដែលជាឧទាហរណ៍សម្រាប់អ្នកសេដ្ឋកិច្ចប្រព័ន្ធបានមួយដែរឬក៏ប្រិមិត្តតាមដាន channel នេះផងដែរសម្រាប់ថ្ងៃទី2គឺយើងបានឡើងពីប្រធានបទមួយតាក់ទងជាមួយនឹងការកសាងភាពជាដឹកនាំនៅក្នុងនោះយើងលើកប្រធានបទ4 5ដែរទី1យើងតាក់ទងទៅនឹងប្រធានបទដែលនិយាយអំពីទំនាក់ទំនងហ្នឹងក៏យើងផ្ដោតទៅលើបណ្ដាញទាំងបណ្ដាញនៅក្រុងបណ្ដាញអាជីវកម្មរបស់យើងដែរហើយតើអត្ថប្រយោជន៍នៃការធ្វើទំនាក់ទំនងវាមានលក្ខខណ្ឌនេះបែបខ្លះអញ្ចឹងទៅណាហើយតើតើការកសាងបណ្ដាញតែវាមានសំខាន់នេះដែរហើយក្នុងនោះដែរក៏យើងមិនភ្លេចតើជាមួយនឹងការដឹកនាំក្រុមតើការដឹកនាំក្រុមមានសារៈប្រយោជន៍អត់ក្នុងនាមយើងជាម្ចាស់អាជីវកម្មក្តីក្នុងនាមយើងជាអ្នកធ្វើការក្តីជាម្ចាស់ក្រុមក្តីជា team ក្តីតើយើងត្រូវការដឹកនាំក្រុមដែរអត់តែកុំភ្លេចមួយទៀតណាការសម្រេចចិត្តក្នុងនាមជាអ្នកដឹកនាំឬក្នុងនាមជាអ្នកធ្វើអាជីវកម្មតើទាមទារនឹងការសម្រេចចិត្តបែបម៉េចនៅក្នុងនោះគឺយើងបង្ហាញអំពីជំហានសំខាន់នៃការធ្វើសេចក្តីសម្រេចចិត្តផងដែរចាហើយកុំភ្លេចណាសម្រេចចិត្តមិនត្រូវអាចសម្រេចចិត្តម្ដងទៀតបានកុំបារម្ភអរគុណសម្រាប់ការតាមដានយើងនឹងជួបគ្នានៅវគ្គក្រោយទៀតដែលយើងនិយាយគ្នាលម្អិតជាមួយនឹងប្រធានបទមួយផ្សេងទៀតឬក៏ជាប្រធានបទដដែលដែលយើងនឹងបង្រៀនជាមួយនឹង channel ដែលយើងមករៀនតែម្ដងអញ្ចឹងសូមអរគុណជួយ subscribe និងតាមដានវីដេអូខ្ញុំបន្តទៀតចាគ្រប់អរគុណពីខ្ញុំសវណ្ណារីស្ថាបនិកកសិផលរីករាយសូមជម្រាបលា